ប្រសិនបើកូនមានជំងឺ RSV មានរឿងមួយដែលម៉ាម៉ាក់គួរតែប្រុងប្រយ័ត្នជំងឺ RSV ឬមួយក៏ពាក្យពេញហៅថា Respiratory Syncytial Virus គឺជាជំងឺផ្លូវដង្ហើមម្យ៉ាងដែលបណ្ដាលមកពីពពួកវីរុស RSV ហើយជាទូទៅវាបណ្ដាលឲ្យមានការរលាកនិងហើមទៅលើផ្លូវដង្ហើមក៏ដូចជាទៅលើសួតជាពិសេសវាបណ្ដាលឲ្យមានអាការៈធ្ងន់ធ្ងរចំពោះទារកជាទូទៅមិនត្រឹមតែពពួក RSV ទេពពួកវីរុសផ្សេងទៀតដែលផ្ដល់ផលប៉ះពាល់ទៅលើផ្លូវដង្ហើមច្រើនតែមានរោគសញ្ញាស្តៀងគ្នាដូចជាគ្រុនក្តៅហៀសបោក្អកមានស្លេះជាដើមហើយនៅពេលហ្នឹងហើយដែលលោកប៉ាអ្នកម៉ាក់ទាំងអស់ចាប់ផ្ដើមមានការព្រួយបារម្ភហើយពេលហ្នឹងគឺពួកគាត់ចង់ឲ្យកូនបាត់ក្អកចង់ឲ្យកូនងាយស្រួលនៅក្នុងការដកដង្ហើមអីអញ្ចឹងក៏គាត់ពេលខ្លះគាត់អាចទៅទិញថ្នាំនៅតាមឱសថដ្ឋានដោយពុំមានវេជ្ជបញ្ជាអញ្ចឹងថ្នាំអស់ទាំងនោះអាចរួមមានជាមួយនឹងពពួក antihistamine ដើម្បីកាត់បន្ថយការហៀសបោអាចមានថ្នាំបំបត្តិក្អកដែលគេហៅថាថ្នាំកាត់ស្លេះអីហ្នឹងណាអញ្ចឹងជាទូទៅថ្នាំកាត់ស្លេះពពួក mucolytic ហ្នឹងឬមួយក៏ថ្នាំរំលាយស្លេះហ្នឹងមិនត្រូវណែនាំឲ្យប្រើចំពោះកុមារដែលមានអាយុក្រោម2ឆ្នាំនោះទេមូលហេតុនោះគឺដោយសារតែយើងឮពាក្យថាថ្នាំកាត់ស្លេះមិនបានន័យថាញ៉ាំទៅហើយមិនមានការផលិតស្លេះនោះទេអញ្ចឹងថ្នាំហ្នឹងវាទៅជួយធ្វើឲ្យកំហាប់របស់ស្លេះឬមួយក៏កំហាប់ហ្នឹងវាស្រាលជាងមុនងាយស្រួលនៅក្នុងការក្អកចេញអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែទារកតូចគាត់អត់មានលទ្ធភាពនៅក្នុងការក្អកឬក៏ខាកដោយយើងមនុស្សធំទេអញ្ចឹងទៅថ្នាំហ្នឹងនៅពេលដែលប្រើប្រាស់ទៅវាពុំសូវជាមានសុវត្ថិភាពសម្រាប់ពួកគាត់ឡើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1ចំពោះទារកតូចបានន័យថាយើងអាចឆ្ពង់ជាមួយនឹងសេរ៉ូមប្រៃជូនពួកគាត់យើងអាច spray ជាមួយនឹងសេរ៉ូមប្រៃឬមួយក៏បតក់សេរ៉ូមប្រៃឬបើអាចយើងអាចបាញ់លាងសម្អាតឬមួយក៏បូមយកនៅស្លេះឬមួយក៏សបោនឹងចេញបើចំពោះទារកតូចមែនតែនគឺយើងអាចណែនាំឲ្យទៅជួបជាមួយនឹងក្រុមគ្រូពេទ្យផ្នែកធ្វើចលនាបានន័យថាធ្វើការព្យាបាលដោយចលនាដែលយើងហៅថាគីណេនោះយើងអាចធ្វើចលនាដើម្បីបញ្ចេញស្លេះនឹងមកខាងក្រៅហើយបើសិនជាលោកប៉ាអ្នកម៉ាក់ទាំងអស់ដើម្បីសុវត្ថិភាពតែម្ដងគួរគប្បីនាំកូនតូចជាពិសេសទារកនឹងបើយើងសង្ស័យថាពួកគាត់មានជំងឺផ្លូវដង្ហើមណាមួយគួរតែនាំទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជៀសវាងនៅក្នុងការទិញថ្នាំយកមកប្រើប្រាស់ដោយខ្លួនឯងដូច្នេះកុំភ្លេចណាដើម្បីសុវត្ថិភាពកូនគួរតែជួបពិគ្រោះជាមួយនឹងគ្រូពេទ្យ